ឃើញក្មួយស្រីត្រូវទាហានឈុតខ្មៅថៃ7នាក់ចាប់រំលោភបោកទាហានជួមុខម្នាក់សន្យាបែបនេះក្រោយនារីពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រុសស្រីជាង10នាក់ត្រូវបានក្រុមទាហានឈុតខ្មៅសៀម7នាក់ចាប់រំលោភបោកពេលនាងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកប្រទេសកំណើតវិញហើយថែមទាំងធ្វើទារុណកម្មពលករប្រុសនិងយកទូរស័ព្ទលុយកាក់អស់គ្មានសល់នៅយប់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025 កៀកស៊ីធម្មជាតិនឹងល្អហើយអត់ក្តៅខ្លាំងទេហើយបិទទៅកាត់បន្ថយការឈឺចុកចាប់ខ្ញុំឈឺណាស់នេះឈឺអាស្លាក់នេះអាកពន្ធដៃនេះដេកបានទេចាប់បាទដល់ហើយមកខ្ញុំបិទអស់តែ2ដងគឺ2ស្លឹក2ដងវា4ស្លឹកបាត់ឈឹងចុកដៃចុកជើងរួយកឈឺស្មាជាប់ចង្កេះស្ពឹកសពុនឆ្លោះក្រិចបើសិនជាបងប្អូនមានបញ្ហាទាំងអស់ហ្នឹងប្រើកៅអៀក្តៅរបស់ CC ធម្មជាតិធានាប្រើអត់បានផតដូរលុយវិញឥឡូវនេះប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់ 50% លើកមុនបងប្អូនទិញមកប្រអប់តម្លៃ$8ឥឡូវនេះចុះសល់ត្រឹមតែ$4តែប៉ុណ្ណោះព្រោះតែទង្វើដ៏ថោកទាបសាហាវព្រៃផ្សៃរបស់ទាហានសៀមបានធ្វើឲ្យមហាជនទាំងក្នុងនិងក្រៅប្រទេសឈឺចាប់យ៉ាងខ្លាំងចំពោះទង្វើរបស់ទាហានសៀមជាមួយគ្នានោះផងដែរបងប្រុសម្នាក់ដែលជាទាហានជួមុខចេញមុខបង្ហោះសារនិងសន្យាបែបនេះថាក្មួយស្រីសប្បាយចិត្តចោះកុំយំរឹងបំឡើងពួកពូនឹងរកយុត្តិធម៌ឲ្យក្មួយមួយសង10ទៅក្មួយវិញឲ្យសមនឹងទង្វើដែលវាធ្វើបាបមកលើក្មួយស្របពេលជាមួយគ្នានោះផងដែរមហាជនជាច្រើនក៏បានចូលទៅខមមិនទាំងអារម្មណ៍ឈឺចាប់ថាមិនគួរណាមានរឿងដ៏សែនស្មុគគ្រោកនិងខុសខើកើតឡើងបែបនេះទេវាពិតជារឿងដែលមិនអាចលើកលែងឲ្យបាននោះទេស្អប់ណាស់អាសណ្ដានសៀមឲ្យប្រទេសហែងជួបតែវិនិច្ឆ័យអន្តរាយនេះនឹងជាស្រមោលតាមលងអារម្មណ៍គាត់ហើយមិនដឹងថាគាត់ពិតជាវេទនាយ៉ាងណានោះទេស៊ូណាអូន